សុក chatbot អត់ដំណើរការដល់ពេលចូលមកកាន់ system មកចុចត្រង់កន្លែងពាក្យថា connect account ឃើញថា account របស់យើងគឺត្រូវបាន suspend ឬក៏ account របស់យើង restrict ក៏ chatbot អត់ដំណើរការដែរអញ្ចឹងនៅពេលដែលអតិថិជនទាំងអស់គ្នាជួបបញ្ហាទាំងអស់នេះកុំអាលធ្វើការចុច unlink គឺយើងត្រូវធ្វើការចូលមកកាន់ backup data របស់យើងទុកជាមុនសិនបើករណីយើងខ្ជិល set up ម្ដងទៀតករណីបើសិនជាយើងមាន data ច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំឧទាហរណ៍នៅពេលដែលខ្ញុំឈរទៅលើ account របស់ខ្ញុំមួយនេះហើយខ្ញុំចូលមកនេះខ្ញុំចង់យកទិន្នន័យចេញពី head មួយនេះអញ្ចឹងនៅក្នុងនោះគឺមានចំនួន25 bot flow អញ្ចឹងខ្ញុំគ្រាន់តែចុចត្រង់កន្លែងពាក្យថា bot manager នេះមកហើយខ្ញុំគ្រាន់តែធ្វើការជ្រើសរើសនៅត្រង់ពាក្យថានេះ bot reply ហើយខ្ញុំធ្វើការចុចត្រង់ពាក្យថា option ហើយខ្ញុំចុចត្រង់ពាក្យថា export bot settingសួរថាធ្វើអញ្ចឹងទៅអីធ្វើអាហ្នឹងគឺយើងមានន័យថាយើង backup ទិន្នន័យដែលយើងមាននៅក្នុង page ហ្នឹងទុកសិនអញ្ចឹងខ្ញុំចុចត្រង់នេះខ្ញុំដាក់ឈ្មោះចំណាំអញ្ចឹងអានេះរបស់ខ្ញុំគឺ BT Digital តមកខ្ញុំចុចយកពាក្យថា export បន្តមកទៀតត្រង់កន្លែងនេះបើយើងយកពាក្យថា download មានន័យថាយើងរក្សាវាទុកនៅក្នុងកុំព្យូទ័ររបស់យើងហើយបើយើងចុចពាក្យថា save my template មានន័យថារក្សាទុកនៅក្នុង system អញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញមានពាក្យថា BT Digital មួយដែលយើងបាន save មួយនេះអានេះគឺខ្ញុំ save មុនហ្នឹងអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់យើងចូលមកកាន់ពាក្យថា connect account បន្តមកទៀតអ្នកទាំងអស់នេះត្រូវដឹងថាតើ page មួយណាដែលយើងចង់ធ្វើការ set up ឡើងវិញហ្នឹងព្រោះយើងឈរលើ account មួយនេះគឺយើងអត់អាចធ្វើការប្រើបានទៀតទេអញ្ចឹងយើងត្រូវដឹងថា page របស់យើងត្រូវតែផ្ទេរសិទ្ធទៅកាន់ account ផ្សេងទៀតដែលនៅល្អដែលអាចបើកប្រើបានទើប bot វាដំណើរការអញ្ចឹងខ្ញុំឧទាហរណ៍ page របស់ខ្ញុំមិញហ្នឹងគឺ BT Digital អញ្ចឹងខ្ញុំអាចធ្វើការចុចត្រង់កន្លែងពាក្យថា delete bot connection នេះបានចុច OK ដើម្បីលុបវាចេញពី account មួយហ្នឹងឬក៏យើងចុចត្រង់ពាក្យថា unlink នេះក៏បានដែរប៉ុន្តែបើសិនជាយើងចុច unlink មានន័យថាវាបិទទាំងអស់អញ្ចឹងខ្ញុំអត់ទាន់បិទទេព្រោះខ្ញុំនៅមាន page ទៀតអញ្ចឹងណាអញ្ចឹងខ្ញុំយកតែមួយហ្នឹងទេឧទាហរណ៍អញ្ចឹងអ្វីដែលយើងត្រូវធ្វើនេះអ្នកទាំងអស់គ្នាឃើញទេដោយសារតែ account របស់យើងមួយគឺអាចប្រើប្រាស់បាន Facebook 2 3ឬក៏4 5អាស្រ័យទៅលើកញ្ចប់តម្លៃដែលយើងទិញអញ្ចឹងដូចរបស់ខ្ញុំនេះអញ្ចឹងខ្ញុំប្រើ3 account ចា account ទី1នេះវាខូចហើយអញ្ចឹងខ្ញុំនៅមាន account មួយនេះអញ្ចឹងខ្ញុំគ្រាន់តែចូលមកកាន់ connect account ហើយខ្ញុំចុចយកពាក្យថា login with Facebook ហើយខ្ញុំចូលទៅយកពាក្យថានេះ edit ហើយខ្ញុំចុច select all ចេះមកបាទ select all ចេះមកដើម្បីដាក់ page ចូលទាំងអស់ហើយចុច continue ចុច continue ចុច continue អញ្ចឹង page របស់យើងមិញ BT Digital វានឹងហូតមកហើយគឺខ្ញុំបានផ្ដល់សិទ្ធិទៅកាន់ account របស់ខ្ញុំមួយទៀតធ្វើជា editor ឬក៏ admin ដើម្បីឲ្យវាអាចធ្វើការឆ្លើយតប page បានអញ្ចឹងណាអញ្ចឹងយើងចាំបន្តិចអូខេអញ្ចឹងនៅពេលដែលយើងបាន connect ឡើងវិញហើយយើងអូសមកក្រោមយើងរកមើល page របស់យើងដែលយើងបានដាក់មិញនេះឃើញទេ BT Digital អញ្ចឹងខ្ញុំដាក់នេះមួយខ្ញុំចុចអូខេហើយអានេះក៏ខ្ញុំបើកដែរបាទឆាត់គេអីរបស់ខ្ញុំនេះខ្ញុំចុចបើកមកខ្ញុំអូនហោមម្ដងទៀតមកនេះហើយខ្ញុំចុចអូខេអញ្ចឹងយើងអត់ទាន់បានទេបាទយើងអត់ទាន់បានទេអ្វីដែលយើងត្រូវធ្វើយើងចូលមកកាន់ bot manager បាទ bot manager នេះមកហើយយើងអូសមកក្រោមយើងរកមើលពាក្យថា save template នេះអ្នកទាំងអស់នេះឃើញទេអត់ទាន់មាន data ណាព្រោះយើងមិន backup ទុកតែយើងត្រូវធ្វើការដាក់វាចូលវិញអញ្ចឹងយើងគ្រាន់តែចុចយកពាក្យថា save template នេះមកបាទ save មកវានឹង link មកបែបនេះយើងគ្រាន់តែរកមើល template ដែលយើងបាន save មិញហ្នឹងឧទាហរណ៍ឥឡូវ BT Digital ខ្ញុំគ្រាន់តែចុចត្រង់ហ្នឹង install ហើយខ្ញុំរើយក page របស់ខ្ញុំនេះ page មួយនេះឃើញទេហើយចុច install ខ្ញុំចុច OK ហើយខ្ញុំចុច OK មួយទៀតអញ្ចឹងខ្ញុំចង់ install អានេះមួយទៀតចូលទៅ ChatKX ខ្ញុំគ្រាន់តែចុចពាក្យថា install ហើយខ្ញុំរើយកពាក្យថា ChatKX របស់ខ្ញុំហើយខ្ញុំចុច install ហើយចុច OK អូខេទៀតអញ្ចឹងមានន័យថាយើងបាន install អា bot ដែលយើងកំណត់ពីមុនចូលមកកាន់ page របស់យើងហើយក៏ប៉ុន្តែបើសិនជាករណីយើងអត់មានបាន save ចូលក្នុង system យើងចង់យកវាមកប្រើទៅធ្វើម៉េចនេះយើងអូសមកលើមកយើងឃើញមានពាក្យថា upload ទេយើងចុចត្រង់ upload នេះមកហើយយើងដាក់ឈ្មោះឲ្យវាខ្ញុំឧទាហរណ៍ខ្ញុំដាក់ឈ្មោះ test for BT Digital ហើយខ្ញុំឧទាហរណ៍មើលហើយខ្ញុំចុចនេះកន្លែង JSON នេះត្រង់កន្លែងនេះយើងចុច upload មកយើងទៅរកមើល file ដែលយើងបាន save download ទុកមិញឃើញនេះអានេះគឺយើងចុចលើវាមកហើយយើងចុចupload template នេះអានេះវាឲ្យយើងរើ category បាទអញ្ចឹងខ្ញុំ upload template មកហើយខ្ញុំយកពាក្យថា save អញ្ចឹងអ្នកទាំងអស់គ្នាឃើញមានពាក្យថា test for BT Digital អញ្ចឹងអាពីរនេះគឺដូចគ្នាទេគ្រាន់តែថាមួយយើង upload អាមួយគឺយើងបាន save ទុកក្នុង system អញ្ចឹងមិញយើងបាន install ហើយណាអញ្ចឹងយើងគ្រាន់តែចូលមកកាន់ bot manager ឡើងវិញហើយអ្នកទាំងអស់គ្នាសម្លឹងមើល page របស់ខ្ញុំនេះឃើញវាមកហើយនេះឃើញវាមកហើយមកវិញទាំងអស់នេះគឺមកវិញទាំងអស់អានេះក៏វាមកវិញទាំងអស់ដែរនេះអញ្ចឹងយើងអត់ត្រូវការចំណាយពេលទៅ set up ឡើងវិញទេគឺវាមកវិញហើយអ្វីដែលយើងចំណាយពេលគឺយើងគ្រាន់តែដាក់ auto reply comment ឡើងវិញទៅគឺបានហើយ
ចឹងខ្ញុំតេស្តឲ្យអ្នកទាំងអស់គ្នាមើលអ្នកខ្ញុំតេស្តទៅលើ page របស់ខ្ញុំនេះហ្មងគឺខ្ញុំអត់បានតែ set up ថ្មីទេគឺខ្ញុំគ្រាន់តែ export ទិន្នន័យដែលខ្ញុំមានមិញហ្នឹងមកយើងខ្ញុំគ្រាន់តែយកពាក្យថាសេវាកម្មនោះវានឹងធ្វើការឆ្លើយតបនៅអ្វីដែលខ្ញុំបាន set up ទុកកាលពីមុនណាពេលនេះមកវិញធម្មតាបាទមកវិញនេះនេះមកនេះបាទមែនតើអត់ត្រូវការចាយពេលធ្វើម្ដងទៀតទេហើយបើសិនជាករណីយើងចង់ធ្វើការដាក់ auto reply comment យើងគ្រាន់តែចូលមកកាន់ត្រង់ហ្នឹងយើងយកពាក្យនេះ comment manager ហើយយើងយកពាក្យថា off post list នេះមកហើយយើងរៀបចំតាម flow ដែលខ្ញុំធ្លាប់បានបង្រៀនពីមុនមកគឺជាការស្រេចហើយអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំគ្រាន់តែចង់បង្ហាញអំពីរបៀបនៃការ export ទិន្នន័យចេញពី bot របស់យើងករណី account យើងខូចណានេះ account យើងខូចនេះ account របស់ខ្ញុំនេះវាត្រូវបាន disable អញ្ចឹងខ្ញុំគ្រាន់តែឃើញអញ្ចឹងខ្ញុំធ្វើជាវីដេអូបង្ហាញបងប្អូនទាំងអស់គ្នាមើលហ្នឹងទៅអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបាទអរគុណ